ยังไอโรจนูดบ้านปรามเลี้ยนกนองไม่ชนำยอมเมียนโปดจำนวนมาไพ่ปีโรงกาดำโปดมันบาดเตคือกสิกรไตอาจังดำคือดำบานมายืมพีเยี่ยมเฟอเจนเล็กบัดพิซอดนงกาดำโดยทาการีบจำได้หนึ่งกาเป็นดอกโกนกาดะจีกาดำกำเลียดในกาดำนึกนกไซวิดีโอนี้ยืนนับดาวจุนลูกเนี่ยในเรื่องปิดเจสไนดับใบเงยยืลอัมพีการดำปวดแอมได้ปลอดโดยกัสกอหนึ่งเนี่ยจำเนียนเมื่อกังการระบอบยืนนึ่งเป็นยืนลูกเนี่ยอัมพีดำหนักการบริฐานครึในการดำปวดแอมนี่การดำปวดแอมโซ่สไลมันแต่งออกนี่การดำปวดแอมมันสลงบะเตปันไตสมจองจำในบริฐานครึมวยจำนวนโดจีการเตรียมสัมภาระระบีบเลือกรองระบีบดำดอกระบีบไทยตอมหนึ่งก้าปีการประโมทพอลส้มบรรจัดถาร้อนมูลฐานครึแต่งอ๋อก่อมีบางหางพองได้เนื้อขนมสืบเพลินในนอนปัจจัยกติได้ปีการดำนำปวดแอมพอลัดดอยกลุ่มโรงบางหางปัจจัยวิจิตรในดำบอนตุนเลสาบที่TD ได้ไอรับบานปีเว็บไซต์ www.tsdcambodia.orgจีกำปองจำนวน2 กิโลกรัมสำหรับเตยไดโรงตุ่มหมมวยมาดกะเรเนื้อตามจันล้อจังโอจูโรงแต่งปีการพอละอ้อยังผู้ได้จับรอมปีตะบงพอดไล่ปุ้ยจังปุ้ยยังสำคัญนะตอบหม้อการเรียบจำใดไปเรียบจำใดให้ยังหนึ่งปลาชียังเมียนชีกับป้อหนึ่งชีมีป่ะด่าหนึ่งให้มันยังจับเดิมถือกะดำทำไงตีเชียนเรือนยังปลาปุ้ยแดนอมโจเป็นกรมพลเส้นในนอมโจปุ้ยชานจังยังสู้เตอเตะตรงเตอตีซาตามดำบอนดำใบสู้โรปุ้ยหน้าแดละอยังยมถือการดำดอกยังเลือกโรงไอ้บานปูถึงไม่มาโรงไอ้ดำบานพิจูยังดำน้องจะล้อ3/2 ที่กลมมวยตัวกลมมวยไอ้มาโรงยังดำพิจูการดำในเทียนซอดยังดำแต่มวยดาวมวยกรอบทีการนายังดำจะโดยตลบกะสกอบถือไอ้ปูนุ่งไปเจงที่แบบทมอัศมาทีจังยังดำจะล้อแต่3/2นี่คือไอ้ปูนึงวีเงี้ยยังสรุปเบิดชีจิตđểยังปลอดเอาดำให้ยังหนึ่งเมียนเตรหรือว่าเมียนกระตุ้งแต่ประดกหางกล่าวแต่ลากรอบน้ำมือดกหรือก็เวจุ่มลงไปหาสัมพลายยังโยกรอบดำตุกจูทั้งยังโยตะจูเวียแต่ก็กูจะ
ប្រើជីធម្មជាតិនិងជីត្របាតបាទបើសិនក្នុងករណីដែលដីអន់ផុតយើងអាចប្រើតែកំបោរកសិកម្មសម្រាប់ជួយឲ្យដីមានជីជាតិឡើងវិញជាពិសេសសម្រាប់ពួកបាក់តេរីក្នុងដីមួយចំនួនដែលយើងអត់ត្រូវការបើការដាំនេះយើងមើលដំណាដែលអត្រាដំណោះរបស់កញ្ចប់មួយព្រោះគេមានដាក់ដែលដំណោះក្នុងស្រេចហើយភាគច្រើនក្រុមហ៊ុនមួយគេអត់ដែលធ្វើឲ្យខូចពូជគេទេគឺគេផលិតសម្រាប់ដំណោះហ្នឹងចាប់ពី90%ឡើងហើយអត់មានក្រមហ្នឹងទេបើក្រមហ្នឹងយើងមិនអាចដាំបានទេគឺឲ្យខាតប្រយោជន៍របស់យើងបាទជាសារសំខាន់សម្រាប់អ្នកបច្ចេកទេសដែលគឺយើងដល់ឲ្យគាត់ធ្វើម៉េចរកប្រវត្តិពូជឲ្យបានច្បាស់លាស់ហើយនឹងទីផ្សារលក់គ្រាប់ពូជនឹងយើងសួរឲ្យបានច្រើនឬក៏ពិនិត្យឲ្យបានជាក់លាក់នៅចុះបញ្ជីការដែលគេអនុញ្ញាតឲ្យលក់គ្រាប់នេះសម្រាប់ដាំជាពោតចំណីសត្វឬក៏ជាមនុស្សលោកណាសម្រាប់យើងហូបអញ្ចឹងបើសិនណាដាំពោតសម្រាប់យើងហូបយើងគួរតែទិញអានោះយកមកដាំដូច្នេះការងារបន្តទៀតរបស់យើងគឺការដាំតើគេដាំពោតផ្អែមដោយរបៀបណាសូមពិនិត្យទាំងអស់គ្នាគឺត្រូវដាំនៅចន្លោះពីគុម្ពមួយទៅគុម្ពមួយក្នុងចម្ងាយពី 3.5 តឹកទៅ 4.5 តឹងដោយដាក់ដាំក្នុងមួយរណ្ដៅមួយគ្រាប់យើងត្រូវបណ្ដោះកូនបំរុងទុកពី 20% ទៅ 30% នៃគ្រាប់សរុំដើម្បីទុកជួសនៅពេលគ្រាប់បណ្ដោះការដាំពោតផ្អែមគួរដាំនៅពេលព្រឹកថាបដោះនេះបើយើងអត់មានអានឹងទេយើងទៅដាំពិបាកព្រោះថាបដោះនេះវា104ដើមក្នុងមួយថាហើយពេលយើងដាំនេះយើងអត់បាច់សែងញ៉ៃញ៉ៃទេយើងងាយស្រួលកាន់យកទៅដាំទៅទីផ្សារមានហើយថ្លៃវាយ៉ាងថ្លៃ 4000 ហើយ 4000 នេះយើងប្រើបានដល់ទៅ5ឆ្នាំមកគិតក្នុងមួយឆ្នាំបើយើងដាំ2ឬ3ដងណាអស់តិចផុតបាទជាទូទៅដោយសារដំណាំពោតវាជាដំណាំវាងាយអត់ដូចដំណាំផ្សេងក្នុងនោះយើងមាន3ប្រភេទណាមានដីមានផែងកាមនិងជីកំប៉ុស្តណាពុកផុយល្អអត់មានយកជីកំប៉ុស្តអត់ពុកផុយទេបើអត់ពុកផុយយើងទៅរើអត់បានល្អអញ្ចឹងយកជីពុកផុយមកយើងលាយមើលគ្នាទាំង3មុខហ្នឹងពេលយើងដាក់ដីនឹងហើយយើងដាក់គ្រាប់នៅក្នុងជម្រៅ2គ្រាប់នៃពោតប៉ុនទំហំប៉ុណ្ណាយើងដាក់2ដងហ្នឹងទៅហើយយើងលុបដីវាពីលើទៅដុះបានល្អហើយកាលណាយើងអត់ដាក់ចេះវាពិបាកនឹងដកយកមកដាំវិញព្រោះយើងត្រូវការដកយកដាំក្នុងរយៈពេល7ថ្ងៃទៅ9ថ្ងៃបាទជាទូទៅដាំក្នុងលក្ខណៈនិយាយទេការបដោះក្នុងត្រេនេះក្នុងថាសនេះគឺប្រសើរជាងយើងដាំផ្ទាល់ប្រឈមមុខនឹងការបំផ្លាញពីសត្វល្អិតច្រើនជាពិសេសកដោណាគឺយើងខាតបងច្រើនណាអញ្ចឹងវាកាយស៊ីមុនដាំហ្នឹងយើងឲ្យវាត្រូវថ្ងៃ3ថ្ងៃឲ្យបរិញ្ញាវាឲ្យត្រូវថ្ងៃឲ្យវាស្លោកវាស្វិតអីស្វិតដល់ហ្នឹងហើយដល់ពេលយើងដកដាំវាប្រឹងរុះតែម្ដងប៉ុន្តែដំបូងយើងដាក់ក្នុងលុកធ្វើម៉េចដើម្បីឲ្យវាដុះបើយើងដាក់នៅវាទៅវាស្ងួតអត់ងាយដុះទេរបស់គេឲ្យបដោះនេះគឺក្នុងមួយរណ្ដៅគឺមួយគ្រាប់បាទកម្រិតពីគ្នាយើងដឹងហើយក្នុងចន្លោះ30សង់មើលណោដើមពោតខ្លះដូចជាតូចជាងគេនិងមានស្លឹកមិនសូវល្អសោះតិចវាមានជំងឺទេដឹងបន្ទាប់ពីដាំបានហើយកសិករគួរតែយកចិត្តទុកដាក់
លើការថែទាំនិងដាក់ជីបំពន់កសិករត្រូវដាក់ជីដោយធ្វើទៅតាមវិធីសាស្ត្រជាក់លាក់មួយដើម្បីឲ្យពោតលូតលាស់ល្អដូចជាដាក់ទៅតាមបរិមាណដីប្រភេទជីកន្លែងដាក់ជីនិងពេលវេលាដាក់ជាដើមខាងក្រោមនេះគឺជារបៀបដាក់ជីនិងការប្រើជីបំពន់តារាងបង្ហាញពីរបៀបដាក់ជីនិងការប្រើជីបំពន់សៀវភៅណែនាំបច្ចេកទេសស្ដីពីបន្លែទំព័រទី15ចំនួនថ្ងៃនៃការដាក់ជីទ្រាប់បាតមុនពេលដាំ15ថ្ងៃប្រភេទជីលាមកសัตว์ពុកផុយឬកំប៉ុស្តបរិមាណដី2គីឡូក្រាមក្នុង1ម៉ែត្រនៃផ្ទៃដីរងចំនួនដាក់ជីកប់ជីកណ្ដាលរងមុនពេលដាំពី7ទៅ10ថ្ងៃជី20 15 5ក្រាមក្នុង1គុម្ពមួយដើមទ្រាប់បាតបន្ទាប់ពីដាំបានពី7ទៅ10ថ្ងៃជី6600ជីអ៊ុយរ៉េ 1.5 ក្រាមក្នុង1គុម្ពចម្ងាយពី 0.5 ទៅ1តឹកពីគល់ពូន2រុនក្នុង1ដើមបន្ទាប់ពីដាំបានពី28ទៅ30ថ្ងៃជី20 15 5ក្រាមក្នុង1គុម្ពចម្ងាយពី 1.5 ទៅ 2.5 តឹកពីគល់ពូន1រុនក្នុង1ដើមបន្ទាប់ពីដាំបានពី48ទៅ50ថ្ងៃជី20 20 15បូកជី0060បូកជី0060 10ក្រាមក្នុង1គុម្ពចម្ងាយពី 1.5 ទៅ 2.5 តឹកពីគល់ពូន1រុនក្នុង1ដើមតែតមដាក់ជីនេះយើងជីទូទៅយើងដាក់ជី KCL នេះដាក់ចុងក្រោយគេហើយដាក់ពេលវាចាប់ដើមចេញផ្កាដើម្បីជំនួយដល់ផ្លែផ្កាវាឲ្យធំធាត់ល្អជាពិសេសចេញផ្កាស្មើគ្នាអត់មែនចេញមុនក្រោយណាយើងដាក់ពាក់កណ្ដាលពីគុម្ពមួយទៅគុម្ពមួយយើងដាក់ចំនួន30ទៅ40ក្រាមជី KCL ហ្នឹងគឺយើងដាក់រំដងហ្នឹងដាក់ជីក្នុងនោះបើកម្រិតដែលខ្ញុំណែនាំណាគឺដាក់ក្នុងពីម៉ោង7ដល់ម៉ោង11ថ្ងៃកំពុងលូតលាស់ហើយយើងដាក់ទៅវាត្រូវការនេះអានេះវាត្រូវការសូបបឺតព្រោះដល់ពេលហ្នឹងវាភាពដូចវាដេកណារុក្ខជាតិគឺគេឲ្យដាក់ក្នុងកំឡុងហ្នឹងជាទូទៅកសិករក៏អត់មានពេលគាត់ច្រើនដាក់ពេលល្ងាចតិចបាទគាត់ដាក់ពីព្រលឹមពលឺថ្ងៃគ្រប់គ្រាន់វាព្រោះរុក្ខជាតិវាត្រូវការពលឺថ្ងៃគ្រប់គ្រាន់ដើម្បីនេះធ្វើអានេះបាទស្រូបបឺតជីជាតិពីដីមកហើយអានេះស្រូបពលឺថ្ងៃទៅវិញបញ្ចេញឲ្យទៅដើមយើងមើលដែរបើសិនថាស្ងួតខ្លាំងយើងគួរតែដាក់ទឹកថែមហើយមិនបើមិនស្ងួតមិនបញ្ហាទេที่ยังกัดจอลก็เอาไปสรุปจีเป็นตอนที่บาทទី1ទី2ឲ្យមានពន្លឺឲ្យវាស្លាស់មានពន្លឺចូលកុំឲ្យវាសាឡិតជ្រោកនៅទី3គឺឲ្យវាដងដើមលូតលាស់ឲ្យវាចិញ្ចឹមផ្លែឲ្យលូតលាស់ទៅមុខទៀតអានេះយើងកាត់បន្ថយបាទកាលពីដើមឡើយនេះយើងតែដាំតាមទម្លាប់ដែលយើងមិនបានកាត់ស្លឹកកាត់អុយអានេះគឺវាទី1គឺសាឡិតទី2កាត់បន្ថយការលូតលាស់ហើយពន្លឺវាអាចបានចូលគ្រប់គ្រាន់ដល់យើងធ្វើតាមបច្ចេកទេសទៅវាការលូតលាស់ទិន្នផលយើងគឺបានខ្ពស់ការឡើងជាងមុនការយើងប្រើប្រាស់យើងអាចបានប្រើប្រាស់តាមរូបមន្តបច្ចេកទេសនេះយើងដាក់ស្មានគឺថាជួនកាលវាខ្វះជួនកាលវាលើវាមិនមានលើផងវាមានតែខ្វះបាទហើយយើង
ការណែនាំបច្ចេកទេសថ្មីមកយើងដាក់តាមកម្រិតវាទៅយើងដាក់ត្រាប់បាតបំពន់យើង2ដងទៅយើងចប់គឺយើងមើលសត្វល្អិតបន្តទៅទៀតយើងសង្កេតមើលវាពីដើមយើងអត់ដែលបានប្រើទេយើងតែប្រើតែពីដើមមកយើងប្រើតែរមួកសត្វសតបើយើងដាក់ជីគីមីតិចតួចអានោះវាអត់ត្រូវទៅតាមបច្ចេកទេសដល់ខាងក្រោយមកមានការណែនាំទៅយើងដាក់ទៅតាមបច្ចេកទេសនេះវាបានទិន្នផលខ្ពស់ហើយវាទីផ្សារគេត្រូវការដំណាំពោតមានអាយុចាប់ពី25ថ្ងៃរហូតដល់ចេញផ្លែគឺជាដំណាក់កាលមួយដែលត្រូវការថែទាំយកចិត្តទុកដាក់បំផុតជាទូទៅជំងឺកើតមាននៅលើដើមពោតមានដូចជាជំងឺទុំលឿងស្លឹកជំងឺរលួយដើមនិងជំងឺរលាកដំបៅដើមជំងឺទុំលឿងស្លឹកគឺធ្វើឲ្យស្លឹកមានពណ៌លឿងហើយជំងឺនេះកើតឡើងលឿននៅរដូវត្រជាក់និងឆ្លងពីដើមមួយទៅដើមមួយទៀតដោយសារខ្យល់និងទឹកភ្លៀងជំងឺរលួយដើមធ្វើឲ្យដើមពោតខ្លីឬទាបជាងធម្មតាមានស្នាមជាប់លើដើមគល់ឬពាក់កណ្ដាលដើមហើយច្រើនកើតឡើងនៅរដូវក្តៅហើយសើមជំងឺរលាកដំបៅដើមជំងឺនេះចាប់ផ្ដើមពីថ្នាំពោតទៅមុនកន្លែងកើតជំងឺមានលក្ខណៈស្ងួតហើយក្រៀមនិងអាចរីករាលដាលបានគ្រប់ពេលវេលានិងគ្រប់លក្ខខណ្ឌទាំងអស់នៃបរិស្ថានវិធីការពារជំងឺនេះគឺត្រូវរើសពូជពោតដែលធន់នឹងជំងឺទាំងនោះកាត់ដើមពោតណាដែលមានជំងឺចោលដោយដុតឬកប់ចោលក្នុងដីឲ្យឆ្ងាយពីចម្ការនិងប្រើថ្នាំការពារតាមការណែនាំរបស់អ្នកជំនាញកសិកម្មបាទខ្ញុំក្នុងនាមជាអ្នកវិទ្យាទេសរាល់ថ្ងៃខ្ញុំបាត់ដេបឲ្យប្រើថ្នាំគីមីចូលគ្នាបានទេព្រោះថ្នាំគីមីមួយផលិតមកគេបាញ់សម្លាប់សត្វផ្សេងៗគ្នាបើថាបាញ់ឧទាហរណ៍ថាសត្វជីរូងដើមនេះគេបាញ់ប្រភេទសម្លាប់តែពួកស៊ីរូងដើមពួកអាថ្នាំជ្រាបអញ្ចឹងហើយតែនៅតាក៏ងាប់ដែរវាជ្រាបតាមអារយៈដើមពោតដល់ស្លឹកពោតណាអញ្ចឹងហើយហ៊ានតែស៊ីងាប់ប៉ុន្តែបើអាថ្នាំអត់ជ្រាបវិញគឺយើងប្រើថ្នាំផ្សេងៗគ្នាព្រោះយើងនៅលើក្រុមហ៊ុនរាល់ថ្ងៃគេផលិតផ្សេងៗគ្នាច្រើនហើយខ្ញុំតែងពួកខ្ញុំអត់បានចាំឲ្យថ្នាំវាច្រើនអញ្ចឹងក្រុមហ៊ុនដែលយើងជាទូទៅដែលយើងនេះទៅប្រាប់ថានេះស៊ីលើអានេះលើនេះឲ្យគាត់ទៅឡើងក្រុមហ៊ុនគេឲ្យផ្ដល់ឲ្យមកខុសទេបាញ់កម្រិតតាមគេណែនាំព្រោះឥឡូវយើងមានក្រុមហ៊ុនគឺគេផលិតថ្នាំមកគេឲ្យមានគេហៅថាវិជ្ជាបងអញ្ចឹងវិជ្ជានោះគេប្រើថ្នាំនោះអត់ខុសទេបើយើងអត់មើលអក្សរអត់ចេះអក្សរឲ្យកូនយើងមើលព្រោះវាមានអក្សរខ្មែរគេបិទនៅមួយបែកខាងនៃដបរបស់គេព្រោះរាល់គ្រប់ពីថ្នាំអស់គឺយើងមានបិទអត់មានបើអត់បិទក្រសួងកសិកម្មមិនអនុញ្ញាតឲ្យលក់ទេបាទអញ្ចឹងប្រឈមមុខនឹងពីណៃអញ្ចឹងឲ្យយើងណែនាំអានឹងឲ្យជាកសិករឲ្យយល់ដឹងជៀសវាងឮពីមាត់មួយទៅមាត់មួយឮតែគេថាអញ្ចឹងយកមកគ្រោះថ្នាក់ដល់ខ្លួនឯងបាទហើយមិនគ្រោះថ្នាក់ដល់ខ្លួនឯងទេថែមទាំងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតបាទយើងផលិតសពថ្ងៃយើងប្រឈមមុខមួយការផលិតទូទាំងប្រទេសហ្នឹងគឺគ្រប់ខេត្តក្រុងទាំងអស់ដែលគេបានណែនាំបង្ហាត់បង្ហាញគាត់ឲ្យប្រើថ្នាំដែលមានចុះបញ្ជីការសត្វល្អិតចង្រៃដែលតែងតែយាយីនិងបំផ្លាញដើមពោតមានពីរប្រភេទគឺដង្កូវកាត់ស្លឹកនិងដង្កូវស៊ីរូងចោះពូនដង្កូវកាត់ស្លឹកគឺវាស៊ីបំផ្លាញស្លឹកនិងផ្នែកនៃផ្លែមានដូចជាសក់ពោតជាដើមវាធ្វើឲ្យរនបំផ្លាញនៅស្លឹកកាន់តែធំហើយការលូតលាស់របស់ដើមពោតមានលក្ខណៈយឺនដង្កូវស៊ីរូងចោះពូនគឺវាបំផ្លាញនៅគ្រប់កន្លែងនៃដើមពោតមានធាងស្លឹកដើមផ្លែនិងផ្កាវាមានកូនញាស់ហើយស៊ីតាំងពីគល់រហូតទៅធាងរីឯវិធីការពារនិងកម្ចាត់ដង្កូវគឺកសិករត្រូវកម្ចាត់ចោលនៅផ្នែកដែលដង្កូវបានបំផ្លាញចោលទៅឲ្យគោឬក្របីស៊ីនិងចាប់ដង្កូវដុតចោលឬកប់ឲ្យឆ្ងាយប្រើអន្ទាក់ស្អិតពណ៌លឿងនិងអន្ទាក់ភ្លើងដើម្បីចាប់ដង្កូវនិងប្រើប្រាស់ថ្នាំកសិកម្មតាមការណែនាំរបស់អ្នកជំនាញបាទមេអំបៅនៃកាលណាក្នុងមេអំបៅមួយវាពងបាន2ទៅ300កាលណាពងបានប៉ុណ្ណឹងនេះវាពងដាក់ដល់ពេលវាមានមេអំបៅទៅតែក្នុងរយៈពេលមួយអាទិត្យអីហ្នឹងវាចាប់ដើមរាតត្បាតពងទាំងអស់ពងហើយវាងាប់ហើយពងវាហ្នឹងនៅហ្នឹងតែវាញាស់ទៅស៊ីហ្នឹងអញ្ចឹងមេអំបៅហ្នឹងឯងដែលជាមេរោគដ៏ធំសំខាន់ដែលសម្រាប់ដំណាំហ្នឹងតែឃើញមេអំបៅពួកហ្នឹងច្រើនហើយបើសិនតែយើងភ័យបារម្ភយើងអាចទៅរកទីផ្សារទិញថ្នាំបាញ់អាថ្នាំណាដែលសម្រាប់ពួកមេអំបៅដែលកៅស៊ីរូងដើមពីឲ្យមកហើយតាមនៅផ្សារនេះគេមានពលលើអ្នកលក់ថ្នាំលើអត់មានដែលលក់ដូចពីមុនទេពូគេមានជំនាញច្បាស់លាស់ថ្នាំអត់មានដូចគ្នាទេមិនមែនចេះបើពីមុនកសិករក៏អត់ដឹងជំនាន់ដែលគាត់ប្រើហ្វូនដុលដែលយើងហាមឃាត់ណាតែឥឡូវក៏ឲ្យប្រើដែរ
อันนั้นยังดอกใบไว้นะปวดนึงคลังปะปวดส่งเพียบดอกระยะปีมาค่ายอัดบัตรเลยถ้าเป็นเราอยู่ไปกอบนองใดนองปะยากาคืออยู่ไปนะนำนั่งให้นำนั่งWHO เคห้ามควอดเตียดมาก็เลยปลาได้ปานยืงทีซาสไลด์ยืงรอดทาบายืงอดบานจับบาตั้งโรยไปโรยแต่ซายืงกีแหละไปจอบไปจีใช้กะสกอเอาเสาดังchúng ta lư được cái thá đó lư thá cho chạy tinh tam khi là vì dương cho chạy mở dương chạy chẳng rồi chặt nã lụa bình bờ nã lụa ót lụa cả sco tinh bà này snowpo đòi chỉ cả sco đấy xôm bờ miền này chấm điên nó chật chia xe dọc ngay cái miền này chấm điên nó sọc á chúng ta poki đồ bà đa cục ngọ thì ôi pi ca per nam pool sầm lạp bàn quần hiệp tục đạn này chỉ tới dương miền ấy miền cái chê miền điệp trong mà xuống bờ chả ca ló dương chưa rửa bàn tập đi thạ để thôm hay nâng tủi phật mình chắc dương bờ chả ca na về on dương chưa rửa bảy mình bảy phết á chân mẹ thôm phật mẹ cả đá mẹ tủi để bộ lại về kho kho này đó bờ vay ua đằng ó mình đây thà cầm ôi còn khát chân pe mà chân dương lụa bàn thạ vì thôm lại pan này tủi lại pan này tủi phật lại pan này pui để cả sơ có đam sập ngay ở đây mình pui luôn quạt đấy chẳng pui quạt tinh tí lại để po lụa khó pui chẳng thị trấn để po lụa khó pui ăn men non pui để ai tục pui bàn này chẳng bờ có thiên túc chỉ ca mà chỉ muốn cứ bàn dạng pui ta sai sập ram 50 rồi bàn năng để bàn là tập phó là chẳng vì ọt bẹ ra lạiขาดไปcho50 rồi sập ngay chỉ cả sơ có ở trong miền tục pui tục tôi việcขาดไปย่อยนะเบอร์ตำไรลุไอ้ตัวกี่บานหมกเพย์เมินก็บานดอกเมินจังviệcข้อเราที่เปะได้ให้ซ้ายใช่เท่าแต่เตรียมตีตัวติงยังไงก็เล่นตุกรวนไอ้จังมาสนมโปจะได้ส้มดำไว้เติมตามกับรัฐในการในน้อมจีเซ่พูดมวยแต่การนัดดำจีวิตเวียดังซาใบปูดซาคือปีไข่60 tháng ngày thìจังใบยืงถือข้อมีในท่าขาดซาบองนั้นเนี่ยปี60 tháng ngàyนั้นอดบานประมาณที่คือตำไรเตียบmà dương thưa ở ban lọ ban trăm trấu chân thạ về ca dương cô mình ban cho nên đấy cứ ban tiệp chân ở viên non mới chiên được cua xa dương nấu đam chú này nấu còn đấy chân dương và ca tầm khăn cứ xôm oi thưa tam này nóm tam ca này nóm chỉ sẽ đèn ca pra chí đừng pui hay đừng của phụ năm lắp sạch lạc ខ្ញុំរីករាយនឹងចែករំលែកបទពិសោធន៍ដល់កសិករដទៃដែលមានចំណាប់អារម្មណ៍ចង់ដាំពោតដូចជាខ្ញុំ សូមកុំភ្លេចថាអ្នកអាចមានព័ត៌មានច្រើនជាងនេះនៅក្នុងសៀវភៅបច្ចេកទេសស្ដីពីការដាំពោតផ្អែមផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាប TSTD ដែលអាចរកបានពី website www.tsdcambodia.org ឬតាមរយៈអ្នកជំនាញនៅក្នុងខេត្តនិងស្រុករបស់អ្នកសៀវភៅនោះផ្ដល់ឲ្យអ្នកនៅព័ត៌មានលម្អិតអំពីបច្ចេកទេសជាច្រើនថែមទៀតទៅលើវីដេអូដែលអ្នកកំពុងមើលនេះដូចជា ការត្រៀមសម្ភារៈការលើករងការដាំដុះការ
ថែទាំនិងការពារនិងការប្រមូលផលជាដើមឡាសិភៅនេះក៏នឹងអាចជួយអ្នកក្នុងការដាំពោតផ្អែមជាលក្ខណៈអាជីវកម្មខ្នាតធំបានផងដែរ មុនពេលដាំពោតនេះគ្រួសារខ្ញុំលំបាកខ្វះលុយថវិកាឲ្យកូនរៀនដល់ពេលខ្ញុំអនុវត្តការដាំពោតនេះជីវភាពគ្រួសារខ្ញុំមានការកើនឡើងមានប្រាក់ចំណូលអាចផ្ដល់ទៅកូនរៀននៅសាកលវិទ្យាល័យបាន សូមឲ្យមានសំណាងល្អនិងទទួលបានជោគជ័យជាមួយនឹងការចាប់ផ្ដើមដាំដំណាំពោតផ្អែមរបស់អ្នក